អ្នកគ្រូទិញស្ករទឹកដោះគោដោយម្ដងខ្ញុំមកទិញឲ្យមុនអូបងស្ករទឹកដោះគោយើងអត់មានទេយើងមានតែជាប្រភេទនំទឹកដោះគោបងនំទឹកដោះគោរបៀបម៉េចវិញអ្នកគ្រូសុំមើលតិចមកចានេះជាចេះបងអូអាហ្នឹងឯងទិញអាហ្នឹងអូអានេះមិនស្ករឯងបងនេះនំទឹកដោះគោអូរៀងវាដោយការកូនខ្ញុំទិញទៅទិញឡើងគេផ្សេងណាអាដបហ្នឹងប៉ុន្តែអានេះឆ្ងាញ់ចាបងអានេះគ្រូជិះវាអត់សូវផ្អែមខ្លាំងទេបងចាអ្នកគ្រូនំទឹកដោះគោអាហ្នឹងហៅនំហៅស្ករហៅនំទឹកដោះគោបងចាអញ្ចឹងហៅនំទឹកដោះគោតាមពេទ្យកុំឲ្យគេគួយមកហត់ឃើញអ្នកគ្រូអញ្ចឹងនំទឹកដោះគោហ្នឹងជួយអីគេខ្លះអ្នកគ្រូបងនំទឹកដោះគោអាប៉ាទីនេះមកកញ្ចប់ហ្នឹងស្មើនឹងទឹកដោះគោស្រស់100 ml ហើយទឹកដោះគោដែលគេយកមកផលិតនំអាប៉ាទីហ្នឹងគឺយកមកពីប្រទេសញូហ្សេឡង់បងហើយនំទឹកដោះគោអាប៉ាទីនេះក៏មានបន្ថែមនៅអាហារូបត្ថម្ភជាច្រើនមានដូចជាវីតាមីន A វីតាមីន B1 ហើយមាននៅក្នុងហ្នឹងក៏មានកាល់ស្យូមបូកជាមួយនឹង D3 ដែរបងដែលវីតាមីន C ជួយទៅដល់ប្រព័ន្ធការពាររាងកាយហើយវីតាមីន A ជួយដល់ភ្នែកហើយកាល់ស្យូមបូកជាមួយនឹង D3 ហ្នឹងជួយទៅដល់ឆ្អឹងនិងធ្មេញឲ្យកាន់តែរឹងមាំជាងមុនបងចាល្អអត់ទេសំខាន់ឆ្ងាញ់ហ្នឹងហ្មងអ្នកគ្រូកូនខ្ញុំជួយចិត្តដែរអ្នកគ្រូលើកមុនខ្ញុំទិញរសជាតិទឹកដោះគោឥឡូវនេះមានប៉ុន្មានរសជាតិអូបងចាក់ស្ដែងទៅនំទឹកដោះគោអាប៉ាទីនេះគេមាន3រសជាតិមានរសជាតិទឹកដោះគោមានរសជាតិសូកូឡាហើយនិងរសជាតិសូព្រីដល់ពេលឥឡូវនៅ Pharmacy យើងនៅសល់តែ2រសជាតិទេបងនៅសល់តែទឹកដោះគោហើយនិងសូកូឡាអូចាអញ្ចឹងពីររសជាតិហ្នឹងមួយណាឆ្ងាញ់ជាងគេអ្នកគ្រូអាស្រ័យទៅលើចំណង់ចំណូលចិត្តទេបងប៉ុន្តែរសជាតិឆ្ងាញ់ដូចគ្នាអញ្ចឹងយកទាំងពីរហ្នឹងមកឲ្យខ្ញុំមកប្រអប់ហ្មងអ្នកគ្រូចាបងចាអញ្ចឹងមានធ្វើការអីបន្ថែមទៀតទេបងដូចតែប៉ុណ្្នឹងបានទេចាបងអូខេ